សូមស្វាគមន៍មកកាន់ការរៀនភាសាអង់គ្លេស Reading Power Builder គឺជាការអានឲ្យយល់ហើយមេរៀនទាំងអស់នេះជួយឲ្យអ្នកអានភាសាអង់គ្លេសងាយយល់គ្រប់អត្ថបទក្នុងនោះដែរមាន100មេរៀនដើម្បីហ្វឹកហាត់ទី1ចូលមើលរូបភាពឲ្យយល់មុននឹងអានមេរៀនទី2ចូលអានអត្ថបទឲ្យយល់ហើយចាំទី3ចូលធ្វើលំហាត់គ្រប់ចំណុច A B C D and E 4ត្រូវផ្ទៀងផ្ទាត់ជាមួយចម្លើយដែលមាន5ត្រូវតែយល់ឲ្យច្បាស់គ្រប់មេរៀនទាំងអស់ហើយអានដដែលរាល់ថ្ងៃ Consistency រហូតដល់យល់ចូលចិត្ត Kim's dog. Kim wanted a dog. She ran to Mrs. Lee's house. She keeps dogs. Mrs. Lee opened her door. Kim said, "I want a dog." "How about a dog that looks like a fox?" asked Mrs. Lee. "No, thank you," said the girl. "I have a dog that keeps cats away," said Mrs. Lee. Kim said, "I like cats." "Well, would you want that sad little dog from the street?" Mrs. Lee asked. "That's what I want," said Kim. And that's what she got. មេរៀនទី8ឆ្កែរបស់គឹមចង់បានឆ្កែមួយហើយនាងបានទៅកាន់ផ្ទះអ្នកស្រីលីដែលជាអ្នកចិញ្ចឹមឆ្កែដ៏ច្រើនអ្នកស្រីលីបានបើកទ្វារគឹមបាននិយាយថាខ្ញុំចង់បានឆ្កែមួយក្បាលអ្នកស្រីលីសួរឆ្កែដែលមានរូបរាងដូចចចកឬក្មេងស្រីឆ្លើយអត់ទេអរគុណអ្នកស្រីបាននិយាយខ្ញុំមានឆ្កែមួយដែលអាចបំភ័យឆ្មាបានគឹមនិយាយខ្ញុំចូលចិត្តឆ្មាអ្នកស្រីសួរអញ្ចឹងតើអ្នកពិតជាចង់យកឆ្កែតូចមួយដែលកំពុងលំបាកនៅតាមផ្លូវនោះមកថែរក្សាឬក្មេងស្រីនិយាយនោះហើយជាអ្វីដែលខ្ញុំចង់បានហើយនោះជាអ្វីដែលនាងប្រាថ្នា How well did you understand? Read each question. Right or B. 1. What is this story really about? A. What Kim thinks a good pet is. B. What Mrs. Lee thinks a good pet is. 2. Which dog would not be a good pet for Kim? A. A dog that doesn't like to be outside. B. A dog that doesn't like cats. 3. Why did Kim not take the first 2 dogs? A. Because they were not right for her. B. Because they did not like her. For why did Kim want the sad little dog? A. Because it was the right dog for her. B. Because she wanted a dog that didn't like cats. 5. What will Kim do with the sad dog? A. She will leave it at Mrs. Lee's house. B. She will take it home. បន្ទាប់អំពីអ្នកអានអត្ថបទខាងលើមកតើអ្នកយល់ក្នុងអត្ថបទនេះបានកម្រិតណាចូលអានសំណួរទាំងអស់ហើយជ្រើសរើសអក្សរកឬខលេខ1តើរឿងនេះពិតឬទេកអ្វីដែលគឹមគិតសត្វចិញ្ចឹមគឺល្អខអ្វីដែលអ្នកស្រីលីគិតសត្វចិញ្ចឹមគឺល្អលេខ2តើឆ្កែមួយណាដែលមិនល្អសម្រាប់គឹមកឆ្កែមួយដែលមិនស្រឡាញ់នៅខាងក្រៅខឆ្កែមួយដែលមិនចូលចិត្តឆ្មាលេខ3ហេតុអ្វីបានជាគឹមមិនយកឆ្កែទី1និងទី2កពីព្រោះពួកវាមិនសមស្របសម្រាប់នាងខពីព្រោះពួកវាមិនចូលចិត្តនាងលេខ4ហេតុអ្វីបានជាគឹមចង់បានឆ្កែតូចដែលសោកសៅនោះកពីព្រោះវាជាឆ្កែសមស្របសម្រាប់នាងខពីព្រោះនាងចង់បានឆ្កែដែលមិនស្រឡាញ់ឆ្មាលេខ5តើគឹមនឹងធ្វើអ្វីជាមួយឆ្កែសោកសៅនោះកនាងនឹងទុកវានៅផ្ទះអ្នកស្រីលីខនាងនឹងយកវាទៅផ្ទះ 1.
សូមអរគុណសម្រាប់ការមើលពីដើមរហូតដល់ចប់បើចង់រៀនបន្ថែមទៀតទី1សូមចុច link ភ្ជាប់ទៅ group Telegram ឬ scan QR 2តាម Zoom ដែលមានលេខ 56 27 7382 02 3សូមចុច link ភ្ជាប់ទៅមេរៀនជា PDF នៅក្នុង Google Drive បញ្ជាក់ដំណរដែលមានទាំងអស់នេះមាននៅខាងក្រោមវីដេអូទាំងអស់សូមអរគុណ